សួស្តីថ្ងៃនេះយើងមកវាស់វែងធ្វើរបងបាទចឹងដីក្បាល10បដយ20ផ្លូវទៅវត្តចិត្តដីបាទដីឡូផ្លូវទៅវត្តចិត្តដីហើយដីមួយប្លង់នេះយើងធ្វើរបងចាក់គ្រឹះបាទវាត្រូវ2ឡូសេរី L20 និង21អញ្ចឹងយើងធ្វើចាក់គ្រឹះក្រោមដាំសសរបណ្ដុះឡើងលើ2ម៉ែត្រកន្លះជិត3ម៉ែត្របាទទាំងកក្រោមផងហើយនឹងសសរឡើងលើផងអញ្ចឹងនៅក្នុងហ្នឹងយើងបានធ្វើតាមដំណាក់កាលយើងត្បូងយើងចាក់គ្រឹះយើងបានបណ្ដុះដែកសសរឡើងលើ2ម៉ែត្រកន្លះបាទហើយយើងចាក់គ្រឹះក្រោម1ម៉ែត្រជិត1ម៉ែត្រមកចាក់គ្រឹះក្រោមជិត1ម៉ែត្រអញ្ចឹងអានេះសសរវា1ម៉ែត្រ1ម៉ែត្រជាងមួយមកប្រឡោះវាបាទម៉ែត្រជាងមួយបន្តមកទៀតយើងចាក់សៀមងចូលដាក់គ្រឹះវាទៅវារៀងមាំព្រោះអីដោយសារយើងធ្វើរៀងមាំបាទយើងចំណាយម្ដងទៅវាជាប់សសររបស់យើងអញ្ចឹងនៅផ្លូវវត្តចេតិយឃើញមានគេធ្វើច្រើនហើយបាទអញ្ចឹងដីនេះខ្ញុំទិញយូរដែរតាំងពី2000ជាងមក2000ហើយជា2015បាទតាំងពី2015ដល់មើលជាងវាមកដល់ហើយវា2026វា10ឆ្នាំជាងជាងយើងសារចិត្តចុះធ្វើរបងនៅថ្ងៃទី19ខែ3នេះបាទថ្ងៃទី19ខែ3បាទជាងយើងគូប្លង់យើងចាប់ដីចាក់គ្រឹះក្រោមវាអស់ហើយយើងទិញខ្សាច់ទិញអីចូលមកបាទចឹងសម្រាប់ថ្ងៃនេះយើងទិញខ្សាច់យើងចាក់គ្រឹះក្រោមឲ្យមាំដាំដាំអីសិននេះគឺជាជាងបាទជាងឯទឹកកែកបីបាទទឹកកែកបីចំកបីរាប់រយក្បាលនៅបណ្ដុំដីឡូហ្នឹងឯងដីគាត់នៅអ្នកភូមិស្រុកហ្នឹងទេឥឡូវយើងចាក់បានមួយចាហៀងហើយមួយចាហៀងនេះយើងចាក់បានដែរចឹងខ្ញុំថតមួយថ្ងៃទៅមួយថ្ងៃចឹងណាហើយក៏ធ្វើវីដេអូទុកជាឯកសារជាអនុស្សាវរីយ៍ដែលយើងបានធ្វើចឹងទៅតមកទៀតមួយថ្ងៃមួយទៀតមកយើងទិញខ្សាច់ទិញគ្រោះអីបន្ថែមចឹងមកចឹងយើងទិញនេះទិញលើកដំបូងយើងទិញអស់350ជាងទិញគ្រឿងដំបូងតមកទៀតយើងទិញខ្សាច់បន្ថែមហើយនឹងគ្រោះបន្ថែមដើម្បីចាក់សសរចឹងអានេះយើងទុកពីមុខពីដីយើងបដ 20 ប៉ុន្តែយើងទុកមួយមុខទុកខាងមុខ1ម៉ែត្រដើម្បីទុកយើងអាចមានកម្រិតនៅមុខបន្តិចណាយើងចង់ធ្វើដាក់លូវាមុខក៏បានឬក៏យើងអាចដាំផ្កាវាមុខបន្តិចទៅហ្នឹងហើយអញ្ចឹងឥឡូវយើងចាក់ក្រវ៉ាត់ពេញអស់ហើយចាក់ក្រវ៉ាត់វាពេញអស់ហើយយើងនៅតែចាក់ដីចូលហើយអញ្ចឹងយើងនៅត្រៀមដីចាក់ចូលអញ្ចឹងឥឡូវដីយើងចាក់ចូលពេញហើយបាទយើងចាក់ដីនេះ20ឡាន20ឡានមុនដំបូងថាគិតទៅ1ឡានវា$20វាត្រូវ80000ណាខ្ញុំច្រឡំគុណលុយខុសច្រឡំ80000ច្រឡំគុណនឹង8ស្មើអស់100ជាងមែនណា20ឡានអស់400ជាងបាទអស់400ចឹង
ចាក់ដីឲ្យជ្រុលចាក់ឲ្យចាក់ពេញមកហើយតមកទៀតយើងទិញលួសសំណាញ់មកដោយសារយើងពាត់លួសសំណាញ់ថ្ងៃខាងមុខយើងចង់កឡើងក៏បានចង់កវាឡើងណាបាទអានេះខ្ញុំបែរមុខទៅខាងកើតដីនេះអញ្ចឹងនៅខាងត្បូងវត្តចិត្តដីវត្តចិត្តដីនៅខាងត្បូងដីខ្ញុំចឹងខ្ញុំនៅខាងជើងនៅខាងក្រោយរបស់ខ្ញុំនោះគេមានគេចំត្រីស្រះចំត្រីចឹងមកជួរនេះមានគេចិញ្ចឹមកបីចិញ្ចឹមអីច្រើនឥឡូវមានគេធ្វើរបងច្រើនចឹងខ្ញុំក៏សារចិត្តធ្វើរបងដាក់ទុនធ្វើរបងដាក់ឲ្យមមមកដល់ចឹងយើងដាំសសបដោះឡើងពេញចិត្តអស់ហើយយើងនៅតែអូនេះដាក់សំណាញ់ជំវល់ចឹងប្រហែលជាស្អែកនេះយើងអាចដាក់សំណាញ់បានហើយចឹងពេលយើងដល់សសយើងដាក់សំណាញ់ហើយយើងដាក់លួសខ្សែទៀតចឹងយើងទិញលួសខ្សែ2ដុំមកហើយយើងលួសសំណាញ់យើងគិតម៉ែត្រតាមហ្នឹងមកគេថ្លឹងគីឡូលួសសំណាញ់គេថ្លឹងគីឡូចឹងយើងដាក់គ្រឹះមកមកហើយកុំឲ្យព្រោះដីម្ដុំនេះវាលិចទឹកផងចឹងទៅបើយើងធ្វើល្មមវាលំអស់ចឹងទៅយើងធ្វើចាក់គ្រឹះពីក្រោមមកវាមកហើយឥឡូវហ្នឹងយើងបកគោលរបស់យើងរួចរាល់បាន 100% បកគោលនៅតែទាញសំណាញ់រុំជុំវល់ឯងចឹងចាំមើលព្រឹកនេះយើងអាចអូសសំណាញ់បានហើយចឹងយើងចាយអស់ច្រើនដែរបាទរបងនេះវា1000ចិត្តក្បែរ2000ដែរបាទចឹងយើងធ្វើឲ្យមាំបណ្ដោយទៅបាទចឹងឥឡូវយើងមើលតាមណានព្រឹកនេះយើងដាក់សំណាញ់ចូលបាទចឹងបន្តមកនេះយើងដាក់សំណាញ់ហើយបាទយើងដាក់សំណាញ់ដោយសារយើងក៏ពិតទៅក៏វាមិនអស់ច្រើនតែមើលយើងអស់ប្រហែលជា4000ដុំជាងអីទៀតសម្រាប់ទំហំដីប៉ុណ្ណឹងណាចឹងឯនៅអាស៊ីម៉ងឲ្យតិចតួចចឹងវាប្រហែលជា400-500ទៀតក៏បានមកពេញក៏ឥត10ឡើងលើណាក្រោមវាឥត20ហើយដើម្បីចាក់គ្រឹះវាមកចឹងយើងហើយអស់ហើយសម្រាប់យើងប៉ុណ្ណឹងគេថាខែវស្សានេះដាំដំណាំចូលទុកជាកន្លែងទៅកំសាន្តពេលចុងសប្តាហ៍ហើយក៏ត្រូវថ្លៃអាចលក់ឲ្យមើលសិនដាច់លុយចឹងអរគុណច្រើន